សូមស្វាគមន៍មកកាន់ The Breaking Coin ការប្រយុទ្ធគ្នារវាងប្រទេសថៃនិងកម្ពុជាបានរាលដាលតាមបណ្ដោយព្រំដែនដែលមានជម្លោះប្រភព200តថ្ងៃទី9ខែធ្នូឆ្នាំ2025ការប្រយុទ្ធគ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃបានកើនឡើងតាមបណ្ដោយព្រំដែនដែលមានជម្លោះរបស់ពួកគេនៅថ្ងៃអង្គារខណៈដែលប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរបាននិយាយថាពួកគេនឹងមិនថយក្រោយក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេឡើយដោយភាគីនីមួយៗស្ដីបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្ដើមការប៉ះទង្គិចគ្នាឡើងវិញនៅថ្ងៃច័ន្ទវាមិនច្បាស់ថាតើបទឈប់បាញ់ដ៏ផុយស្រួយដែលសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងខែកក្កដាអាចត្រូវបានសង្គ្រោះដោយរបៀបណាឬថាតើអាចសង្គ្រោះបានដែរឬទេអតីតមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជាលោកហ៊ុនសែនបាននិយាយថាប្រទេសរបស់លោកបានរងចាំ24ម៉ោងដើម្បីគោរពបទឈប់បាញ់និងអនុញ្ញាតឲ្យមានការជំនះចេញមុនពេលចាប់ផ្ដើមការវាយប្រហារតបតវិញពេញមួយយប់ប្រឆាំងនឹងកងកម្លាំងថៃលោកបាននិយាយនៅក្នុង Facebook ថាកម្ពុជាត្រូវការសន្តិភាពប៉ុន្តែកម្ពុជាត្រូវបានបង្ខំឲ្យវាយប្រហារតបតវិញដើម្បីការពារទឹកដីរបស់យើងដោយនិយាយថាលេនដ្ឋាននិងអាវុធដ៏រឹងមាំបានផ្ដល់ឲ្យកងកម្លាំងកម្ពុជានូវអត្ថប្រយោជន៍ក្នុងការការពារប្រឆាំងនឹងសត្រូវឈ្លានពាននៅក្នុងប្រទេសថៃមន្ត្រីយោធាបាននិយាយថាមានការប៉ះទង្គិចគ្នានៅក្នុងខេត្តព្រំដែនចំនួន5ហើយប្រតិបត្តិការដឹកនាំដោយកងទ័ពជើងទឹកនៅក្នុងខេត្តត្រាតរបស់ខ្លួនដើម្បីបណ្ដេញទាហានកម្ពុជាត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះពួកគេបាននិយាយថាកម្ពុជាកំពុងប្រើប្រាស់កាំភ្លើងធំកាំភ្លើងបាញ់រ៉ុកែតនិងយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែកដើម្បីវាយប្រហារកងកម្លាំងថៃអ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមនាវីឯកសុរសានគង់ស៊ីរីបានប្រាប់សន្និសីទសារព័ត៌មានដែលមន្ត្រីយោធាផ្សេងទៀតក៏បាននិយាយផងដែរថាប្រទេសថៃបញ្ញាការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនដូច្នេះវិធានការយោធាត្រូវតែធ្វើឡើងតាមការចាំបាច់ឡើងអើយណាស់ទៅឆ្ងាយទៅល្អណាស់ក្រសួងការពារជាតិកម្ពុជាបានចោទប្រកាន់ប្រទេសថៃពីបទធ្វើសកម្មភាពខុសខើនិងខុសច្បាប់ដោយនិយាយថាជនស៊ីវិល9នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃច័ន្ទនិង20នាក់រងរបួសធ្ងន់មន្ត្រីថៃបាននិយាយថាទាហាន3នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានិងមនុស្ស29នាក់បានរងរបួសនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតកូនប្រុសរបស់លោកហ៊ុនសែនបាននិយាយកាលពីយប់ថ្ងៃច័ន្ទថាប្រទេសថៃមិនត្រូវប្រើកម្លាំងយោធាដើម្បីវាយប្រហារភូមិជនស៊ីវិលក្រោមលេសនៃការទាមទារអធិបតេយ្យភាពរបស់ខ្លួនឡើងវិញទេផែនទីនេះបង្ហាញពីទីតាំងនៃការប៉ះទង្គិចគ្នាខាងយោធាតាមបណ្ដោយព្រំដែនដែលមានជម្លោះរវាងប្រទេសថៃនិងកម្ពុជាប្រទេសទាំងពីរបាននិយាយថាពួកគេបានជម្លៀសមនុស្សរាប់រយរាប់ពាន់នាក់ចេញពីតំបន់ព្រំដែនភាពតានតឹងបានថមថយចាប់តាំងពីប្រទេសថៃកាលពីខែមុនបានផ្អាកវិធានការបន្ធូរបន្ថយភាពតានតឹងដែលត្រូវបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយដែលដឹកនាំដោយលោកត្រាំបន្ទាប់ពីទាហានថៃម្នាក់ត្រូវបានរងរបួសដោយសារមានដែលទីក្រុងបាងកកបាននិយាយថាកម្ពុជាទើបតែបានដាក់ថ្មីនេះការប៉ះទង្គិចគ្នានៅថ្ងៃច័ន្ទគឺជារឿងដ៏សាហាវបំផុតចាប់តាំងពីការដោះដូររ៉ុកែតនិងកាំភ្លើងធំធុនធ្ងន់រយៈពេល5ថ្ងៃក្នុងខែកក្កដានៅពេលដែលមនុស្សយ៉ាងហោចណាស់48នាក់ត្រូវបានសម្លាប់និង30,000នាក់ត្រូវបានផ្លាស់ទីលំនៅមុនពេលលោកត្រាំបានធ្វើអន្តរាគមន៍ដើម្បីសម្របសម្រួលបទឈប់បាញ់កាលពីខែឧសភាភាពតានតឹងបានកើនឡើងបន្ទាប់ពីការសម្លាប់ទាហានកម្ពុជាម្នាក់ក្នុងអំឡុងពេលប៉ះទង្គិចគ្នាដែលនាំឲ្យមានការប្រមូលផ្ដុំកងទ័ពដ៏សំខាន់នៅព្រំដែននិងបានកើនឡើងដល់ការបែកបាក់ការទូតនិងការប៉ះទង្គិចគ្នាដោយអាវុធប្រទេសថៃមានសមត្ថភាពយោធាខ្ពស់ជាងដោយមានកងកម្លាំងប្រដាប់អាវុធដែលមានទំហំធំជាងប្រទេសជិតខាងរបស់ខ្លួនទាក់ទងនឹងបុគ្គលិកថវិកានិងអាវុធនិងយន្តហោះចម្បាំងដែលបានធ្វើការវាយប្រហារតាមអាកាសដើម្បីគាំទ្រកងកម្លាំងជើងគោករបស់ខ្លួនប្រទេសថៃនិងកម្ពុជាបានឆ្លុះប្រកែកគ្នាអំពីអធិបតេយ្យភាពនៅចំណុចដែលមិនទាន់មានព្រំដែនកំណត់តាមបណ្ដោយព្រំដែនគោកប្រវែង817គីឡូម៉ែត្ររបស់ពួកគេអស់រយៈពេលជាមួយសតវត្សរ៍មកហើយដោយចំនួនលើប្រាសាទបុរាណបានបង្កឲ្យមានការរំជើបរំជួលជាតិនិយមនិងការផ្ទុះអាវុធធំដុំការរួមទាំងការបាញ់កាំភ្លើងធំដាក់គ្នាដ៏សាហាវរយៈពេលមួយសប្តាហ៍ក្នុងឆ្នាំ2011